សួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយនៅក្នុងវីដេអូថ្មីហើយវីដេអូនេះគឺជាវីដេអូភាពបញ្ចប់របស់យើងនៅតាក់ទងមួយដំណើរកំសាន្តទៅលេងកំពង់សោមនឹងឯងបន្ទាប់ពីយើងបានចេញដំណើរពីឆ្នេរសមុទ្រមកក៏យើងបន្តដំណើរកំសាន្តមកលេងនៅកន្លែងបតោងតង់ស្បៃនឹងនៀកនឹងឯងជ្រុលទៅបានទៅហើយយើងមិនអាចទៅបានដើរលេងតែមួយកន្លែងទេយើងត្រូវទៅបាន2ទៅ3កន្លែងអញ្ចឹងណាយើងមកថតរូបថតអីលេងនៅនេះហើយទេសភាពវិញគឺពេលហ្នឹងគឺល្ងាចហើយមួយថ្ងៃរៀបលិចអញ្ចឹងទេសភាពស្រស់ស្អាតខ្លាំងមែនទែននេះគឺយើងជប់លេងនៅនេះហើយយើងថតរូបថតអីហើយបើយើងបន្តដំណើរទៅមុខលេងមកកន្លែងទៀតបានចុងក្រោយបើយើងត្រឡប់ទៅវិញអញ្ចឹងណាចំពោះគេមានរូបច្រើនណាស់អត់តែខ្ញុំទេដោយសារតែខ្ញុំកាន់កាមេរ៉ាថតជាវីដេអូអញ្ចឹងអត់សូវមានរូបដូចគេអីទេអញ្ចឹងដូចកន្លែងនេះអញ្ចឹងគេថតរូបអស់ហើយនៅតែខ្ញុំកាន់កាមេរ៉ានេះខ្លួនឯងក៏អត់សូវមានដែរមានតែរូបគេសតទេអញ្ចឹងហើយយើងមិនសូវមានរូបដូចគេដូចឯងទេអញ្ចឹងមិនថ្មីទេសម្រាប់ខ្ញុំគឺខ្ញុំចិត្តនឹងចូលចិត្តអ្វីដែលខ្ញុំធ្វើអញ្ចឹងជារឿងធម្មតាទៅហើយសម្រាប់អ្នកដែលគាត់កាន់វីដេអូថតខុសពីអ្នកកាន់ទូរស័ព្ទថតរូបសន្លឹកបន្ទាប់ពីយើងបានថតរូបសពអីរួចរាល់ហើយយើងអស់ចិត្តហើយយើងក៏បន្តដំណើរទៅមុខទៀតហើយនេះយើងបកក្រោយមកវិញព្រោះមិននឹងយើងជិះតាមផ្លូវហ្នឹងមកកន្លែងបថោងតង់ស្បៃនឹងនៀកនឹងអញ្ចឹងហើយនេះគឺយើងបកក្រោយមកវិញហើយឃើញហើយគឺអក្សរថាខ្មែរអាចធ្វើបានអញ្ចឹងអ្នកនៅកំពង់សោមគឺអាចនឹងស្គាល់ទីតាំងនឹងច្បាស់លាស់អស់ហើយចំពោះខ្ញុំវិញទើបតែលើកទី1ទៀតដែលទៅដល់ទីហ្នឹងអញ្ចឹងណាបន្ទាប់ពីយើងបានចាក់ចេញពីកន្លែងហ្នឹងមកក៏យើងបន្តដំណើរមកឈប់នៅកន្លែង Brown អ្នកនរគ្នាហើយមើលថ្ងៃលិចនៅកន្លែងនេះគឺថ្ងៃលិចស្អាតខ្លាំងមែនទែននៅកន្លែងហ្នឹងគឺថ្ងៃលិចគឺស្រស់ស្អាតខ្លាំងមែនទែនហើយមានបងប្អូនដែលគាត់ទៅលេងហ្នឹងគឺច្រើនខ្លាំងមែនទែនចាំមើលថ្ងៃលិចអញ្ចឹងណាអ្នកដែលស្គាល់ទីតាំងនៅហ្នឹងអាចចូល comment ប្រាប់ផងតើទីតាំងហ្នឹងគេហៅអីគេចំពោះខ្ញុំវិញគឺអត់ស្គាល់ទេហើយនេះគឺយើងមានផែនទីផែនអីដោយសារយើងមានកែវយឹតឆ្លោះមើលទីតាំងនៅឆ្ងាយអញ្ចឹងមើលទៅលើកោះអញ្ចឹងកែវយឹតនេះគឺមើលអត់អស់លុយទេហើយគេមានផែនទីមានអីនៅក្នុងហ្នឹងអញ្ចឹងអ្នកដែលអាចទៅដល់ហ្នឹងគាត់អាចចង់មើលមើលបានហើយផែនទីទាំងអស់នេះគឺយើងមើលពីតាមទូរស័ព្ទគឺអត់សូវច្បាស់ទេប៉ុន្តែនៅក្រៅគឺច្បាស់ធម្មតាទេគ្រាន់តែថាមានកន្លែងខ្លះទៅវារលុបវាអីអញ្ចឹងណាអញ្ចឹងមើលទៅដូចជាបាត់ព័ត៌មានខ្លះដែរប៉ុន្តែមិនថ្មីទេព្រោះយើងមើលនេះគឺអស់លុយទេហើយយើងមើលទៅលើកោះហ្នឹងមើលទៅឃើញតូចទេតែដល់ពេលយើងដាក់កែវយកទៅឃើញសកម្មភាពដែលគេធ្វើអីនៅលើកោះហ្នឹងគឺយើងមើលឃើញដែរអញ្ចឹងបន្ទាប់ពីយើងនៅលេងខាងលើអស់ចិត្តហើយយើងក៏ចុះមកក្រោមដើម្បីចាំមើលថ្ងៃលិចព្រោះនៅលើមិញគឺយើងមើលកែវយកទេអញ្ចឹងចុះមកដល់ឆ្នេរតែម្ដងហើយមើលទៅទិដ្ឋភាពនៅតាមឆ្នេរទៅដឹងថាស្អាតប៉ុណ្្នឹងហើយយើងមើលនៅខាងក្នុងទូរស័ព្ទស្អាតប៉ុណ្្នឹងឯងមើលខាងក្រៅគឺអត់តោះតែម្ដងហើយមកនៅពេលហ្នឹងគឺម៉ោងខ្ទង់4ជាងតិចតួចឯអ្នកនរគ្នាបាទព្រោះថ្ងៃរៀបលិចទៅអីអញ្ចឹងយើងចាំមើលថ្ងៃលិចហ្នឹងឯងអញ្ចឹងខ្ញុំមើលថ្ងៃលិចហើយបានត្រឡប់ទៅផ្ទះវិញនេះហើយទេសភាពថ្ងៃលិចប៉ុន្តែមើលអញ្ចឹងអត់សូវស្អាតទេអ្នកនរគ្នាតិចទៀតបានថ្ងៃរៀងស្អាតដោយសារថ្ងៃរៀងប្រឡប់តិចទៀតបានចាប់ផ្ដើមកាន់តែថ្ងៃហ្នឹងគឺមើលទៅគឺពេញភ្នែកតែម្ដងដោយសារតែនៅពលឺយ៉ាងខ្លាំងអញ្ចឹងទៅយើងអាចមើលចំបានយូរទេហើយបើតិចទៀតគឺយើងមើលចំបានល្អខ្លាំងមែនទែនដោយសារថ្ងៃវាយើងអស់ពលឺទីចឹងណាហើយនេះបន្ទាប់ពីយើងបានថតរូបថតអីនៅកន្លែងហ្នឹងហើយយើងក៏បន្តដំណើរទៅមុខទៀតដើម្បីមើលទេសភាពនៅខាងមុខទៀតអញ្ចឹងណាដោយសារនៅខាងមុខគេមានការធ្វើ spin ធ្វើអីឲ្យយើងកាន់ឈរថតយកទេសភាពនឹងមើលថ្ងៃលិចដែរហើយនេះគឺយើងចប់ហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេនៅពេលនេះម៉ោងប្រហែលជា5:76នៅដល់គ្នាចឹងហើយខ្ញុំក៏ត្រឡប់មកវិញហើយយើងអត់បានចូលទៅណាទៀតទេតែប៉ុណ្្នឹងទេសម្រាប់ការទស្សនាវីដេអូចុងក្រោយអរគុណសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like ចុច subscribe និង comment ម្នាក់មួយផងសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំហើយនឹងខ្ញុំនឹងមានដំណើរកម្សាន្តផ្សេងៗទៀតនឹងថតចែកជូនអ្នកទាំងអស់គ្នាមើលបន្ថែមពួកខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតអរគុណ